ដូចជាប្រការទី1ព្រះអង្គមានផ្ទៃនៃព្រះបាទទាំងគូជន់សុខជន់យ៉ាងសុខទៀតយ៉ាងសុខនឹងបានក្តីថាម៉េចបានដីថាក្នុងការជន់ហើយនឹងក្នុងការដែលព្រះអង្គទ្រង់ស្ដេចយាងដកព្រះបាទគឺស្មើគ្នាមិនមានមុនក្រោយដោយចុងព្រះបាទឬកែងព្រះបាទអីទេនឹងមនុស្សយើងធម្មតាក្នុងការជន់ទៅលើផែនដីឬផែនកដាគឺមានចន្លោះកណ្ដាលនៃបាតជើងប្រហោងខោងទៀតតែព្រះបាទទានៃព្រះភគវាគឺស្មើព្រះបាទទាំងឯងពុំមានចន្លោះពុំមានផាត់ពុំមានខោងអ្វីឡើយគឺស្មើថេងទាំងអស់ទាំងនឹងនេះគឺជាមហាបរិស័ទលក្ខណៈប្រការទី1របស់ព្រះសម្មាសម្ពុទ្ធនឹងទី2គឺចំពោះផ្ទៃព្រះបាទទាំងគូប្រដាប់ទៅដោយចក្រចក្រហ្នឹងគឺមានកម្ម1000ស្មើគ្នាថេងចឹងអត់មានចន្លោះតូចចន្លោះធំអីទេ1000គត់មានដុំហើយមានខ្នងកង់ទៀតហ្នឹងមិនត្រឹមតែប៉ុណ្ណឹងគឺវិចិត្រទៅដោយរូបទាំងឡាយផ្សេងជាច្រើនមុខនៅនឹងផ្ទៃព្រះបាទនឹងដូចជារូបភ្នំហែមពៀននឹងភ្នំគុណមាត្ររូបសមុទ្ររូបឋានទេវតាជាដើមសពគ្រប់មានទាំងអស់នៅក្នុងផ្ទៃព្រះបាទហើយហ្នឹងអ្នកណាអ្នកធ្វើអញ្ចឹងឲ្យកើតឡើងបានអ្នកមានរិទ្ធអីណាបុគ្គលអីណាដែលសន្និបាតក្នុងโลกនេះមិនអាចដើម្បីបង្កើតឡើងនៅកម្មច្ចរូបបានទេនឹងពីព្រោះកម្មច្ចរូបនេះជារូបដែលមិនមានអារម្មណ៍មិនដឹងនៅអារម្មណ៍ប៉ុន្តែអាចកើតឡើងបានព្រោះសមុដ្ឋានមានកម្មជាដើមណាទៀតនឹងចឹងហើយចំពោះទី3នៅក្នុងមហាបរិស័ទលក្ខណៈគឺព្រះអង្គមានព្រះបណ្ណហេគឺកែងវែងទៀតនៅក្នុងផ្ទៃនៃព្រះបាទនឹងហៅថាប្រទេសនៃព្រះបាទនឹងបើចែកទៅជា4គឺខាងមុខ2ភាគត្រង់កព្រះបាទនឹង1ភាគកែង1ភាគទៀតនឹងដូច្នេះកែងនឹងវែងមិនមែនដោយកែងមនុស្សសាមញ្ញធម្មតាទេនឹងជ្រាបបានហើយទាំងខាងមុខ2ភាគត្រង់កព្រះបាទនឹង1ភាគកែង1ភាគនឹងវែងអញ្ចឹងនេះគឺចំពោះព្រះបណ្ណហេគឺកែងនឹងវែងប្រការទី3ដែលជាលក្ខណៈដ៏ពិសេសរបស់មហាបរោះនឹងប្រការទី4ទៀតប្រការទី4គឺមរាមព្រះបាទក្តីមរាមប្រហោះក្តីវែងមិនមែនខ្លីកតុបទេគឺវែងដូចជាមរាមរបស់សត្វពាណូហ្នឹងប្រការទី4ណាទៀតវែងមរាមហ្នឹងហើយចំពោះមរាមព្រះបាទទាហ្នឹងគឺស្មើគ្នាទៀតហ្នឹងមកខាង5ហ្នឹងគឺស្មើគ្នាទាំងអស់មិនថាមេមរាមឬកូនមរាមឬកណ្ដាលមរាមអីទេគឺថាស្មើទាំងអស់ហ្នឹងមរាមព្រះបាទឯចំណែកមរាមព្រះហស្ថគឺលើកទុកតែមេដៃចេញមេមរាមនឹងចេញមរាម4ដតីទៀតគឺស្មើគ្នាដែរហើយស្មើនឹងស្មើវែងនឹងលើកលែងតែមេដៃចេញដែលនៅខ្លីជាងមរាមប្រហោះ4ទៀតស្មើគ្នានឹងប្រការទី5ផ្ទៃប្រហោះដោយបាតទាំងដោយបាតប្រហោះក្តីហើយផ្ទៃព្រះបាទទាំងគូក្តីថាទន់នោះទន់ណាស់ដូចជាសម្លៃដែលគេថ្ពេច100ដងនឹងហើយយកទៅដាក់នៅក្នុងទឹកដោះថ្លាអញ្ចឹងទន់ទេសម្លៃដែលថ្ពេច100ដងហើយយកទៅដាក់នឹងទឹកដោះថ្លាទៀតហ្នឹងទន់ប៉ុណ្ណាទៅទៀតហ្នឹងចំពោះផ្ទៃព្រះបាទឲ្យយើងនិយាយជាសាមញ្ញឲ្យស្ដាប់បានថាបាតដៃឬបាតជើងនោះ
នឹងទន់ចឹងនឹងប្រការទី5ប្រការទី6គឺផ្ទៃប្រហោះនិងផ្ទៃព្រះបាទនឹងប្រតិទៅដោយក្រឡាដែលក្រៅអំពីជារង្វង់ចក្រនឹងយ៉ាងណាគឺថាក្រៅអំពីចក្រនឹងគឺមានប្រតិទៅដោយក្រឡាដូចជាក្រឡាសំណាញ់អញ្ចឹងស្មើគ្នាស្អាតណាស់ទៀតនឹងប្រការទី6ប្រការទី7ចំពោះព្រះបាទរបស់ព្រះសម្មាសម្ពុទ្ធគឺតាំងតែពីប្រសូតមកមានលក្ខណៈគ្រប់គ្រាន់ទាំងអស់ព្រះបាទនឹងដែលបានសម្ដែងហើយគឺចំពោះកលព្រះបាទមិនមែននៅពីក្រោយព្រះបាទទេគឺព្រោះកែងនឹងវែងដូច្នេះគឺក្នុងការដែលព្រះអង្គទ្រង់ស្ដេចយាងទៅដោយព្រះពុទ្ធដំណើរគឺដូចជាព្រះបាទខាងក្រោមនឹងផ្ងាមកខាងលើអញ្ចឹងដោយសេចក្តីថាសំដីខ្នងព្រះបាទហើយនឹងព្រះបាទខាងក្រោមនឹងឯងស្រដៀងគ្នាទៀតព្រោះដោយសាច់ទាំងឯងស្មើគ្នាស្អាតដែលយាងទៅអាចឃើញព្រះបាទដូចជាអណ្ដែតមកខាងលើអញ្ចឹងនឹងប្រការទី7ទី8ព្រះជង្គធាគឺស្មងទៀតជង្គធាជួងងចង្ខួស្រអៀនហ្នឹងគឺស្មងនឹងមូលត្រសូលដូចគេលុញម្សៅឬក៏លុញរបស់អីចឹងស្មើល្អណាស់រាវចាប់តាំងអំពីជង្គង់នឹងចុះទៅទាំងនឹងប្រការទី8ទៀតស្មងរាវហើយទី9កាលដែលព្រះអង្គទ្រង់ព្រះសន្ធិដ្ឋឈរដោយមិនបានអោនចុះទេគឺឈរប្រហោះទាំងគូសណ្ដោកចុះមកបាទប្រហោះនឹងអង្អែលជង្គង់បានទៀតអង្អែលនៅព្រះជាណកគឺព្រះជង្គង់អង្អែលបាននៅយើងមិនមានទេទៀតហ្នឹងគឺកាលណាបើឈរត្រង់អញ្ចឹងទៅបានអស់យ៉ាងត្រឹមពាក់កណ្ដាលផ្លូវមែនទេហ្នឹងតែព្រះសម្មាសម្ពុទ្ធអង្អែលជង្គង់ព្រះអង្គបានហើយយើងមិនងាយអីនឹងទៅធ្វើបានទេសំដីតែរូបចម្លាក់ឬរូបគំនូអីនឹងក៏ដោយបើគូត្រឹមតែប្រហោះវែងចុះមកស្ទាបជង្គង់មើលទៅមិនសមតែម្ដងព្រោះយើងដាក់តែប្រហោះវែងហើយស្អីទៀតវាតោះវាខុសទាំងអស់មិនងាយអ្នកណាដើម្បីធ្វើព្រះពុទ្ធបរិមាឬក៏ថាព្រះពុទ្ធរូបនឹងឲ្យដូចព្រះអង្គគឺមិនងាយរកបានទេទៀតហ្នឹងពិសេសណាស់ហើយអាការៈលក្ខណៈសំខាន់ទី10នោះគឺអង្គាវយវៈហ្នឹងគឺលាក់នៅក្នុងស្រោមទៀតណាប្រៀបដូចជាអវយវៈរបស់សត្វគោឬក៏ដំរីជាដើមហ្នឹងទី10ទី11ពណ៌សម្បុរហ្នឹងគឺដូចមាសពណ៌មាសហ្នឹងយ៉ាងណាពណ៌សម្បុរព្រះហ្នឹងចឹងហ្នឹងទី11ពណ៌សម្បុរដូចមាសចឹងណានឹងសម្បុរព្រះគឺថាដូចមាសណាស់ទៀតចាំអញ្ចឹងទី11ហ្នឹងហើយទី12ចំពោះព្រះឆោវីស្បែករបស់ព្រះអង្គរលីងចិត្តស្និទ្ធរលោងស្រិលទៀតធូលីមរែងភ្លើងស្អីក៏ដោយកន្តិចកញ្ញោមអីអត់អាចជាប់នឹងប្រកាយរបស់ព្រះអង្គបាននឹងអត់ជាប់បានទេហើយដូចជាក្នុងដំណើររឿងដែលថាព្រះអង្គទ្រង់លៀងប្របាទទាឡើងកាន់ប្រគុណកត់អីនេះគឺមិនមែនលៀងធូលីទេអត់មានធូលីជាប់នឹងប្របាទអីព្រះអង្គទេនេះគ្រាន់តែជាថាជាកិច្ចជាវត្តដែលប្រព្រឹត្តទៅជាកិច្ចជីវត្តជាចរិយាការប្រព្រឹត្តទៅតែប៉ុណ្ណោះហើយការដែលព្រះអង្គស្រង់ទឹកអីគឺគ្រាន់តែដើម្បីត្រជាក់ទេនឹងថាមានដីមានក្អែលអីជាប់នឹងប្រកាយរបស់ព្រះគឺអត់មានតតែសោះហ្នឹងទី12ហ្នឹងគឺរលោងរលីងស្អាតអញ្ចឹងនឹងអញ្ចឹងអត់មានស្អីជាប់បានទេសូមអនុមោទនារងចាំស្ដាប់ជាបន្តទៀតនៅមួយចំហៀងខ្សែអត្តទៀតពុទ្ធហੰសរណੰកិច្ចហាមិតហំហੰសរណੰកិច្ចហាមិសង្ឃហੰសរណੰកិច្ចហាមិ